តែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាសេដ្ឋកិច្ចដែលកំពុងតែដើរលឿនសុកៗស្រាប់តែដួលរលំត្រឹមមួយប៉ព្រិចភ្នែកតើការដួលរលំនៃសេដ្ឋកិច្ចនេះបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុដែរឬទេជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Forniset ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីវិបត្តិហិរញ្ញវត្ថុយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យមូលហេតុនិងផលអវិជ្ជមាននៃវិបត្តិហិរញ្ញវត្ថុតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើវិបត្តិហិរញ្ញវត្ថុជាអ្វីតើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានវិបត្តិហិរញ្ញវត្ថុតើវិបត្តិហិរញ្ញវត្ថុមានផលអវិជ្ជមានអ្វីខ្លះទៅលើសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងពន្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីនិយមន័យមូលហេតុនិងផលអវិជ្ជមាននៃវិបត្តិហិរញ្ញវត្ថុដែលបានកើតឡើងនៅក្នុងសកលលោកយើងនេះសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Financial Market and Institution របស់លោក Frederick S. Miskin និងលោក Stanley G. Akin បោះពុម្ពលើកទី10ក្នុងឆ្នាំ2024នៅចំពោះទី8ទំព័រទី205បានប្រាប់យើងអំពីនិយមន័យវិបត្តិហិរញ្ញវត្ថុតើវិបត្តិហិរញ្ញវត្ថុជាអ្វីវិបត្តិហិរញ្ញវត្ថុកើតឡើងនៅពេលដែលលំហូរព័ត៌មាននៅក្នុងទីផ្សារហិរញ្ញវត្ថុជួបប្រទះនឹងការរំខានយ៉ាងខ្លាំងដែលប៉ះទង្គិចដល់ហិរញ្ញវត្ថុនិងការរីករាលដាលនៃឥណទានកើនឡើងយ៉ាងសម្បើមហើយទីផ្សារហិរញ្ញវត្ថុឈប់ដំណើរការបន្ទាប់មកសកម្មភាពសេដ្ឋកិច្ចត្រូវដួលរលំមានន័យថាលំហូរព័ត៌មាននៅក្នុងទីផ្សារហិរញ្ញវត្ថុមិនច្បាស់លាស់មិនគួរឲ្យទុកចិត្តបណ្ដាលឲ្យអ្នកផ្ដល់កម្ចីអ្នកវិនិយោគអ្នកខ្ចីប្រាក់និងធនាគារមិនអាចវិតម្លៃពីហានិភ័យបានត្រឹមត្រូវកត្តានេះនាំឲ្យស្ថាប័នហិរញ្ញវត្ថុការពារខ្លួនពីការខាតបង់ដោយកាត់បន្ថយនិងបញ្ឈប់ការផ្ដល់ប្រាក់កម្ចីការវិនិយោគផ្សេងៗវាបណ្ដាលឲ្យមានគម្លាតឥណទានកើតឡើងយ៉ាងខ្លាំងដែលអត្រាការប្រាក់លើប្រាក់កម្ចីមានហានិភ័យនិងបានបំណុលរបស់រដ្ឋាភិបាលមានសុវត្ថិភាពហើយទីផ្សារហិរញ្ញវត្ថុឈប់ដំណើរការធនាគារឈប់ផ្ដល់ប្រាក់កម្ចីដល់ធនាគារផ្សេងទៀតវិនិយោគិនឈប់បណ្ដាក់ទុនលើអចលនទ្រព្យក្រុមហ៊ុនមិនអាចខ្ចីប្រាក់មកពង្រីកអាជីវកម្មអ្នកប្រើប្រាស់មិនអាចខ្ចីប្រាក់ទិញផ្ទះនិងបង់រំលោះរថយន្តកត្តានេះហើយនាំឲ្យក្រុមហ៊ុនកាត់បន្ថយផលិតកម្មបុគ្គលិកកម្មករបាត់បង់ការងារធ្វើការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះការវិនិយោគធ្លាក់ចុះជាលទ្ធផលអត្រានៃកម្មភាពកើនឡើងផលិតផលក្នុងស្រុកសរុបធ្លាក់ចុះយ៉ាងខ្លាំងដែលឈានទៅដល់វិបត្តិសេដ្ឋកិច្ចដូចនេះវិបត្តិហិរញ្ញវត្ថុគឺជាស្ថានភាពដែលប្រព័ន្ធហិរញ្ញវត្ថុជួបប្រទះបញ្ហាធ្ងន់ធ្ងរបណ្ដាលឲ្យការផ្ដល់ឥណទានការវិនិយោគនិងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុត្រូវបានរំខានឬឈប់ដំណើរការដែលនាំឲ្យមានវិបត្តិសេដ្ឋកិច្ចឥឡូវនេះយើងមកពិនិត្យមើលពីមូលហេតុសំខាន់ៗដែលបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុទី1ការផ្ដល់ឥណទានហួសកម្រិតមានន័យថាធនាគារផ្ដល់ប្រាក់កម្ចីច្រើនពេកដល់អតិថិជនដែលគ្មានសមត្ថភាពសងបំណុលមកវិញទី2ការកើនឡើងនៃតម្លៃអចលនទ្រព្យលើសពីការពិតទី3មិនមានព័ត៌មានច្បាស់លាស់មានន័យថាអ្នកវិនិយោគនិងធនាគារមិនអាចដឹងច្បាស់ពីហានិភ័យដែលនឹងកើតឡើងដែលបណ្ដាលឲ្យមានភាពភ័យខ្លាចនិងបាត់បង់ទំនុកចិត្តទី4ការបរាជ័យរបស់ស្ថាប័នហិរញ្ញវត្ថុមានន័យថានៅពេលដែលក្រុមហ៊ុនហិរញ្ញវត្ថុមួយខ្សែធនវានឹងប៉ះពាល់ដល់ស្ថាប័នផ្សេងទៀតទី5អ្នកវិនិយោគនិងធនាគារបាត់បង់ទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុពួកគេសម្រុកទៅដកប្រាក់ឬបញ្ឈប់ការវិនិយោគបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុកើតឡើងវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គមដូចជាទី1អត្រានៃកម្មភាពកើនឡើងដោយសារក្រុមហ៊ុនឬសហគ្រាសកាត់បន្ថយបុគ្គលិកឬកម្មករឬបិទអាជីវកម្មតែម្ដងទី2ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបដោយសារតែសហគ្រាសកាត់បន្ថយឬឈប់ផលិតទំនិញនិងសេវាកម្មទី3ការវិនិយោគធ្លាក់ចុះដោយសារក្រុមហ៊ុនសហគ្រាសបារម្ភពីហានិភ័យឬគ្រោះថ្នាក់លើអាជីវកម្មដូច្នេះពួកគេមិនហ៊ានវិនិយោគបន្តទី4បញ្ហាទីផ្សារភាគហ៊ុនដែលនាំឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះហើយម្ចាស់ភាគហ៊ុនខាត់បង់ប្រាក់ទី5ធនាគារនិងក្រុមហ៊ុនខ្សែធនទី6ភាពក្រីក្រកើនឡើងមនុស្សបាត់បង់ការងារធ្វើបាត់បង់ប្រាក់ចំណូលនិងគុណភាពជីវិតធ្លាក់ចុះប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញឲ្យឃើញថាវិបត្តិហិរញ្ញវត្ថុអាចបង្កផលប៉ះពាល់យ៉ាងធំធេងជាក់ស្ដែងនៅក្នុងឆ្នាំ1929វិបត្តិហិរញ្ញវត្ថុបានកើនឡើងដែលគេហៅថា Great Depression ដែលបណ្ដាលមកពីការដួលរលំនៃទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិកធនាគារជាច្រើនខ្សែធននិងអត្រានៃកម្មភាពកើនឡើងខ្ពស់លើពីនេះទៅទៀតនៅក្នុងឆ្នាំ2008មានវិបត្តិហិរញ្ញវត្ថុមួយទៀតដែលបានកើតឡើង
ដែលគេហៅថា Global Financial Crisis ដែលបណ្ដាលមកពីបញ្ហាកម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកហើយធនាគារនិងក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើនខាត់បងធ្ងន់ធ្ងរដែលនាំឲ្យសេដ្ឋកិច្ចពិភពលោកចូលទៅក្នុងវិបត្តិសរុបជារួមមកវិបត្តិហិរញ្ញវត្ថុគឺជាស្ថានភាពមួយដែលប្រព័ន្ធហិរញ្ញវត្ថុជួបប្រទះបញ្ហាធ្ងន់ធ្ងរបណ្ដាលឲ្យការផ្ដល់ឥណទានការវិនិយោគនិងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុត្រូវបានរំខានឬឈប់ដំណើរការដែលនាំឲ្យមានវិបត្តិសេដ្ឋកិច្ចមូលហេតុដែលបណ្ដាលឲ្យមានវិបត្តិហិរញ្ញវត្ថុរួមមានការផ្ដល់ឥណទានហួសកម្រិតការកើនឡើងនៃតម្លៃអចលនទ្រព្យលើសពីការពិតកង្វះព័ត៌មានការបរាជ័យរបស់ស្ថាប័នហិរញ្ញវត្ថុនិងការបាត់បង់ទំនុកចិត្តរីឯផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុវិញរួមមានអ្នកគ្មានការងារធ្វើកើនឡើងផលិតផលក្នុងស្រុកសរុបធ្លាក់ចុះការវិនិយោគថយចុះការខ្សែធននិងភាពក្រីក្រកើនឡើងខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីវិបត្តិហិរញ្ញវត្ថុសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត